Hello សួស្តីអ្នកគ្នាខ្ញុំ Vigo លើស្លេខ្ញុំទេហើយក្នុងផនថៃយើងវិលត្រឡប់មកវិញជាមួយនឹងរឿង The Witch and the Beast ភាគទី1របស់យើងទាំងអស់គ្នាហើយមុននឹងចូលទៅកាន់ភាគទី1ខ្ញុំសង្ឃឹមអ្នកគ្នាដែលមកថ្មីមិនទាន់មកចុច Subscribe ទេកុំភ្លេចចុចប៊ូតុង Subscribe មួយផងហើយអ្នកនៅក្នុង TikTok កុំភ្លេច Follow អ្នកមួយផងអញ្ចឹងកុំឲ្យខាតពេលយូរយើងចូលទៅកាន់សាច់រឿងរបស់យើងភាគទី1ទាំងអស់គ្នាប្រាសារឿងមកនឹងយើងក៏បានឃើញពីបរិសម្នាក់ក៏ដូចជានារីម្នាក់ចុះពីរថភ្លើងដើម្បីស្វែងរកមេធ្មប់ប៉ុន្តែពួកយើងអត់ទាន់ដឹងថាពួកគេរកមេធ្មប់នោះគឺមានគោលបំណងអ្វីនោះទេហើយបរិសជក់ប្រៃគឺមានឈ្មោះថា Asha ក៏ដូចជានារីដែលកំពុងបើកកោកាងមានឈ្មោះថា Gardu រួចពួកគេទាំងពីរនាក់ក៏បានចូលទៅកាន់ហាងញ៉ាំអីមួយកន្លែងដើម្បីសួរពាក់ព័ន្ធជាមួយនឹងព័ត៌មានមេធ្មប់នៅក្នុងទីក្រុងមួយហ្នឹងប៉ុន្តែម្ចាស់ហាងបាននិយាយថាឲ្យសួរទៅកាន់ក្មេងស្រីដែលនៅគៀនគេនឹងវិញទៅចំណែកក្មេងស្រីហ្នឹងក៏បានមកនិយាយជាមួយនឹង Asha ផងដែរដែលគេបានថាហេតុអីក៏ពួកគេទាំងពីរនាក់ចង់រកមេធ្មប់នៅក្នុងទីក្រុងមួយហ្នឹងព្រោះមេធ្មប់នៅក្នុងទីក្រុងមួយហ្នឹងណាគេក៏គោរពស្រឡាញ់ដែរដោយឈ្មោះថា Lady Witch អីចឹងណាហើយកំពុងតែនិយាយយើងក៏បានឃើញកញ្ចក់នៅកន្លែងហាងហ្នឹងក៏បានផ្ទុះបែកខ្ទេចនៅកន្លែងហ្នឹងតែម្ដងដោយសារតែមានបិសាចត្រីឆ្លាមមួយគឺនៅខាងក្រៅទីក្រុងកំពុងតែដើរមកហ្នឹងគឺថាអង្គើទីក្រុងតែម្ដងអត់ដឹងថាបិសាចត្រីឆ្លាមហ្នឹងវាកំពុងតែធ្វើដំណើរទៅណានោះទេដែលធ្វើឲ្យពួកគេទាំងពីរនាក់គឺមានអារម្មណ៍ភ្ញាក់ផ្អើលខ្លាំងមែនទែនចំយ៉ាគ្រាន់ចូលមកដល់ទីក្រុងភ្លាមឥឡូវហ្នឹងគឺមានរឿងល្អមើលតែម្ដងបន្ទាប់មកយើងក៏បានឃើញថាប៉ូលីសជាច្រើនក៏ត្រូវបានរងរបួសគឺមិនអាចតទល់ជាមួយបិសាចត្រីឆ្លាមបានទេប៉ុន្តែពេលនោះក៏មាននារីម្នាក់ក៏បានចូលមកដែលរហស្សនាមរបស់គេនៅក្នុងទីក្រុងហ្នឹងគឺគេឲ្យឈ្មោះថា Lady Witch ដែលគឺជាមេធ្មប់ដែលបានការពារទីក្រុងហ្នឹងពីជនអាក្រក់អីចឹងណានិយាយទៅគឺគេឲ្យរហស្សនាមនឹងគោរពទៅកាន់មេធ្មប់ហ្នឹងតែម្ដងហើយនាងក៏បានកំចាត់ទៅកាន់បិសាចត្រីឆ្លាមហ្នឹងគឺបានយ៉ាងងាយស្រួលនិង easy មិនអាចតទល់មួយនាងបានឡើយហើយប្រជាជននៅក្នុងទីក្រុងទាំងអស់ហ្នឹងនាំគ្នាកោតសរសើរទៅកាន់នាងក៏ដូចជាគោរពស្រឡាញ់ទៅកាន់ Lady Witch ហ្នឹងគឺខ្លាំងមែនតែម្ដងបន្ទាប់មកយើងក៏បានឃើញលោកប៉ូលីសក៏បានមកថ្លែងអំណរគុណទៅកាន់ Lady Witch ដែលបានជួយកំចាត់បិសាចត្រីឆ្លាមហ្នឹងផងដែរហើយនៅពេលនោះយើងក៏បានឃើញថា Gardu ក៏បានហោះមកពីខាងលើនិងធ្វើការវាយប្រហារទៅកាន់ Lady Witch តែម្ដងអត់ដឹងថាមានបញ្ហាអីនោះទេប៉ុន្តែគឺមិនអាចធ្វើអីទៅកាន់ Lady Witch បានឡើយដោយសារតែ Lady Witch ហ្នឹងគឺគេខ្លាំងហើយ Lady Witch ហ្នឹងក៏គេបានប្រើវេទមន្តរបស់នាងហ្នឹងគឺថាចងខ្លួនរបស់ Gardu ហ្នឹងគឺជាប់ធ្លាក់មកដីក្បាបតែម្ដងហើយ Gardu ក៏បានថាហេតុអីក៏មនុស្សនៅក្នុងទីក្រុងបាជាគ្រប់ទៅកាន់មេធ្មប់អាក្រក់បែបហ្នឹងដោយនាងប្រហែលជាដឹងរឿងអីអាកំបាំងជាមួយនឹង Lady Witch ហ្នឹងហើយដោយនាងបានថាមិនខំសម្ដែងទេគឺដឹងថា Lady Witch គឺជាមនុស្សអាក្រក់មិនខំសម្ដែងឲ្យប្រជាជនហ្នឹងគឺគោរពឡើយហើយ Lady Witch គឺអត់មានបាននិយាយអីច្រើនទេគ្រាន់តែមើលមុខទៅកាន់ Gardu ហើយគឺញ៉ាំឆ្ងាញ់តែម្ដងអត់មាននិយាយអីច្រើនសូម្បីមួយម៉ាត់នៅពេលនោះយើងក៏បានឃើញថា Asha ក៏គេបានតែផលខ្លួនរបស់គេមកនឹងបាននិយាយទៅកាន់ Lady Witch ថាឥឡូវហ្នឹងគឺមិនទាន់មានពេលសម្រាប់និយាយគ្នាទេប៉ុន្តែប្រហែលជាបន្តិចទៀតគឺពួកគេទាំងពីរនាក់ប្រហែលជាត្រូវនិយាយគ្នាពាក់ព័ន្ធជាមួយនឹងរឿងខ្លះហើយប៉ុន្តែឥឡូវហ្នឹងគឺគេអត់ចង់មានបញ្ហានៅកន្លែងទីប្រជុំជនហ្នឹងទេក៏បានធ្វើការតែ report គ្នារបស់គេដែលជា Gardu ហ្នឹងគឺចាក់ចេញទៅបាត់អីចឹងទៅហើយ Lady Witch វិញទឹកមុខរបស់គេគឺស្មើតែម្ដងគឺអត់មានខ្វាយខ្វល់អត់មានអីបន្តិចនិយាយទៅគឺ don't care ពេលល្ងាចឡើងយើងក៏បានឃើញថា Asha ក៏ដូចជា Gardu ក៏គេបានមកកន្លែងមួយដែលជាកន្លែងបណ្ដាសារបស់មេធ្មប់កាលពី400ឆ្នាំមុនដែលត្រូវបានគេចាប់យកមកសម្លាប់បូជានៅកន្លែងហ្នឹងក៏ដូចជាកន្លែងហ្នឹងក៏ជាកន្លែងដែលត្រូវបណ្ដាសាផងដែរហើយអ្វីដែលគួរឲ្យភ្ញាក់ផ្អើលទៀតនោះកន្លែងដែលពួកគេកំពុងតែនៅមុខផ្ទះឬក៏មុខវិឡាមុខភូមិគ្រឹះហ្នឹងគឺជាកន្លែងដែល Lady Witch ហ្នឹងគឺកំពុងតែស្នាក់នៅផងដែរបន្ទាប់មកយើងក៏បានឃើញមានក្មេងមួយក្រុមដើរមកពីក្រោយខ្លួនរបស់ Asha ហើយ Asha ក៏បានសួរក្មេងទាំងអស់ហ្នឹងក៏បាននិយាយថាគឺគេមកពិធីជប់លៀងនៅក្នុងផ្ទះរបស់ Lady Witch ហ្នឹងហើយក្មេងមួយក្រុមក៏បានដើរចូលទៅក្នុងផ្ទះរបស់ Lady Witch បាត់ទៅចំណែកក្មេងស្រីដែលបានជួបពួកគេកាលពីដើមរឿងគឺឲ្យពួកគេចូលទៅក្នុងផ្ទះរបស់ Lady Witch ទេដែលបានគិតថាពួកគេគឺជាមនុស្សអាក្រក់ចង់ធ្វើបាប Lady Witch អីចឹងណាហើយក៏ដូចក៏បាននិយាយថាមិនដឹងថាពិធីជប់លៀងនេះគឺធ្វើឡើងដើម្បីអីផងហេតុអីក៏ការពារ Lady Witch ម៉ែប្រយ័ត្នតែមានបញ្ហាផ្ទាល់ខ្លួនប៉ុន្តែក្មេងស្រីម្នាក់ហ្នឹងគឺអត់ស្ដាប់តែការពួកគេទាំងពីរនាក់ទេព្រោះគិតថាពួកគេទាំងពីរនាក់គឺមានបំណងអាក្រក់ទៅលើ Lady Witch ហ្នឹងឯងមុននឹងចាកចេញយើងក៏បានឃើញថា Asha ក៏បានផ្ដាំទៅកាន់ក្មេងស្រីហ្នឹងថាឲ្យការពារខ្លួនផងប្រយ័ត្នអត់ស្ដាប់ពាក្យសម្ដីរបស់គេប្រយ័ត្នស្ដាយក្រោយហើយយើងក៏លែងមកកាន់ក្មេងៗនៅក្នុងវិឡាភូមិគ្រឹះរបស់ Lady Witch យើងក៏បានឃើញពួកគេទាំងពីរនាក់កំពុងតែសើចសប្បាយជាមួយនឹងផ្កាជាច្រើនផងដែរពេលយប់ឡើងយើងក៏បានឃើញថា Asha ក៏ដូចជា Gardu ក៏ពួកគេបានចេញដំណើរចង់ធ្វើប្រតិបត្តិការអីហើយប៉ុន្តែគឺថាប៉ូលីសពេញសន្តាគារដែលពួកគេកំពុងតែស្នាក់នៅតែម្ដងគឺ Lady Witch ពឹងឲ្យប៉ូលីសទាំងអស់ហ្នឹងគឺមកចាប់ខ្លួនពីរនាក់ហ្នឹងគឺកុំឲ្យតែញ៉ៃជាមួយនឹងគេអីចឹងណាមិនដឹងថាមានបញ្ហាអីឡើយពេលយប់ហ្នឹងគេមកមើលក្មេងស្រីនេះវិញយើងក៏បានឃើញថាគេកំពុងតែដេកភ្ញាក់ឡើងក៏បានឃើញថាអ្វីនៅជុំវិញខ្លួនគេគឺគួរឲ្យភ្ញាក់ផ្អើលខ្លាំងមែនតែនដោយសារតែគេមានអារម្មណ៍ដូចជាធីងធងស្លាប់ពេលភ្ញាក់ឡើងឃើញចឹងអីណាមិនភ្ញាក់ផ្អើលដោយដៃរបស់គេទាំងសងខាងត្រូវបានកាត់ផ្ដាច់ក៏ដូចជាកដៃកជើងរបស់គេហ្នឹងគឺថាកាត់ដាច់ពីគ្នាទាំងអស់យកហ្មងអាបាតដៃបាតជើងអីហ្នឹងហើយចំណែក Lady Witch មើលទៅកាន់នាងគឺកំពុងតែធ្វើពិធីអ្វីមួយទេដូចជាបូជាសម្រាប់ដោះសោនៅបណ្ដាសាអ្វីមួយអីចឹងណាដោយនាងបាននិយាយប្រាប់ទៅកាន់ក្មេងស្រីហ្នឹងថាមេធ្មប់ដែលត្រូវបានប្រជាជនបូជាកាលពី400ឆ្នាំមុនហ្នឹងគឺជាជីដូនរបស់គេនិយាយទៅគឺជាលោកយាយរបស់គេតែម្ដងដោយគេគឺចង់សងសឹកឲ្យលោកយាយរបស់គេដែលលោកយាយរបស់គេខំធ្វើអំពើល្អជួយប្រជាជនជួយទីក្រុងអីចឹងតែត្រូវបានជាជនទាំងអស់ស្អប់ហើយយកមកបូជាសម្រាប់លោកយាយរបស់ខ្លួនអីចឹងណាទើបគេហ្នឹងគឺចង់បូជាក្មេងស្រីទាំងអស់ហ្នឹងដើម្បីដោះសោក៏ដូចជាដោះបណ្ដាសាដើម្បីទីក្រុងទាំងមូល
គឺឆេះស្លាប់លើទាំងអស់នឹងតែម្ដងហើយចំណាយទីក្រុងនៅពេលបច្ចុប្បន្នវាក៏បានឃើញថាកំពុងតែកើលឹងចាប់តែឆេះភ្លើងចេញមកឡើងសន្ធោសន្ធៅហ្មងហើយអ្នកខ្លះក៏លោតចុះក្នុងទឹកអីចឹងទៅអ្នកខ្លះក៏លោតមិនទាន់ក៏បានឆេះស្លាប់នៅកណ្ដាលទីក្រុងចឹងមកទីក្រុងហ្នឹងគឺឆេះខ្ទេចតែម្ដងហើយនេះគឺជាស្នាដៃរបស់ Lady Witch នឹងឯងដែលគេឥឡូវគឺបានដោះសោវេទមន្តក៏ដូចជាបណ្ដាសាហ្នឹងគឺបានសម្រេចហើយធ្វើឲ្យទីក្រុងទាំងមូលហ្នឹងគឺឆេះហើយនៅពេលដែល Lady Witch កំពុងតែនិយាយការឌឺក៏បានហក់មកពីលើដើម្បីវាយទៅកាន់ Lady Witch ប៉ុន្តែក៏ត្រូវបាន Lady Witch ប្រើដើមឈើរបស់នាងហ្នឹងគឺចាប់ខ្លួនរបស់ការឌឺហ្នឹងគឺជាប់តែម្ដងមិនអាចធ្វើបានឡើយហើយការឌឺនៅពេលដែលធ្លាក់មកក្រោមក៏បានរត់ទៅវាយ Lady Witch ប៉ុន្តែ Lady Witch ក៏បានប្រើវេទមន្តរបស់នាងហ្នឹងគឺបាញ់ទៅកាន់ការឌឺខ្ទៀតហើយក៏បានប្រើវេទមន្តនាងបន្តហ្នឹងគឺបាញ់ទៅកាន់ Asha ទៀតដោយ Lady Witch គឺមានថាមពលវេទមន្តគឺខ្លាំងមែនតែម្ដងព្រោះនាងគឺជាចៅរបស់មេធ្មប់ប៉ុន្តែនៅពេលនោះយើងក៏បានឃើញថា Asha ក៏បានប្រើខែជាច្រើនដើម្បីការពារក្មេងៗស្រីៗនៅកន្លែងហ្នឹងគឺមិនឲ្យមានបញ្ហានោះទេកុំឲ្យ Lady Witch ហ្នឹងគឺសម្រាប់ក្មេងស្រីបន្តទៀតហើយយើងក៏បានឃើញថា Gardu ក៏គេបានចេញមកទាំងខ្លួនរបស់គេគឺត្រុតត្រោមខ្លាំងមែនទែនគេក៏បានបង្ហាញសកលរបស់គេឲ្យទៅកាន់ Lady Witch មើលដែលសកលហ្នឹងគឺជាអ្នកដែលត្រូវទទួលបានបណ្ដាសាដោយអ្នកដែលមានបណ្ដាសាហ្នឹងគឺសុទ្ធតែមានសកលហ្នឹងទាំងអស់ហើយ Lady Witch ក៏បាននិយាយថាឲ្យគេមើលហ្នឹងគឺថាគេអាចដោះបណ្ដាសាហ្នឹងបានមិនមែនចង់ដោះបណ្ដាសានោះតែទទួលបានស្នាមថើបពីព្រះអង្គម្ចាស់ដែលស្រឡាញ់គ្នាចេញពីចិត្តអីចឹងណាឬក៏មួយទៀតធ្វើឲ្យមេធ្មប់អាក្រក់ប្រែខ្លាយទៅជាមេធ្មប់ល្អប៉ុន្តែគិតថាខ្លួនគេដែលជា Lady Witch ហ្នឹងប្រែខ្លាយទៅជាមនុស្សល្អមែនគឺមិនអាចនោះទេគឺគេបែបហ្នឹងហើយគឺគេថាទៅសងសឹកនឹងសម្រាប់ប្រជាជននៅក្នុងក្រុងទាំងអស់សងសឹកឲ្យលោកយាយរបស់នាងពេលនោះយើងក៏បានឃើញថា Gardu ក៏បានហត់ទៅ Lady Witch ប៉ុន្តែក៏ត្រូវបាន Lady Witch ប្រើវេទមន្តដូចជាថ្មឈើហ្នឹងគឺចាក់ទៅកាន់ខ្លួនរបស់ Gardu ហ្នឹងគឺធ្លុះដែលធ្វើឲ្យនាងហ្នឹងគឺដោតជាប់នៅកន្លែងបកគោឈើហ្នឹងតែម្ដងប៉ុន្តែ Gardu ក៏អត់ទាន់ស្លាប់ទេគ្នាក៏បានញញថ្មិញឲ្យចាប់ Lady Witch ហ្នឹងគឺថើបមាត់យកតែម្ដងយកដឹងមិនដែរកន្លែងហ្នឹងហើយនៅពេលដែលថើបគ្នាចឹងទៅយើងក៏បានឃើញថា Asha ក៏គេបានប្រើវេទមន្តរបស់គេហ្នឹងសោបយកអ្វីមួយចូលមកក្នុងមឈូសរបស់ខ្លួនដែលមឈូសដែលគេតែស្ពាយជាប់ខ្លួនរហូតហើយចំណែក Lady Witch គឺឆ្ងល់ខ្លាំងមែនទែនពួកនេះគឺចង់ធ្វើអីហ្នឹងគឺគេមើលយកសោះហើយនៅពេលនេះយើងក៏បានឃើញមឈូសក៏បានបើកហើយក៏មានដៃអ្វីមួយយ៉ាងគឺចេញពីមឈូសហ្នឹងមកតែម្ដងយើងក៏បានឃើញថានេះគឺជារាងកាយទី2របស់ Gardu ដែល Gardu ឥឡូវគឺមាន2រាងកាយអ្នកនរគ្នារាងកាយស្រីតូចគឺជារាងកាយមួយហើយនេះគឺជារាងកាយមួយទៀតដែលគឺជារាងកាយមនុស្សប្រុសហើយខ្លាំងមែនតែម្ដងហើយខ្ញុំអត់ទាន់អាចប្រាប់ទេថាតើបណ្ដាសាហ្នឹងមួយណាជារាងកាយពិតមួយណាជារាងកាយខ្លាយរបស់ Gardu ហ្នឹងហើយ Gardu បាននិយាយថាមុនហ្នឹងគឺវាយគេឡើងសោះសាច់ហើយចឹងឥឡូវគឺគេសុំវាយវិញណាចំណែក Lady Witch វិញយើងក៏បានឃើញនាងក៏បានប្រើថាមពលវេទមន្តរបស់នាងគឺបាញ់សល់ទៅកាន់ Gardu តែម្ដងប៉ុន្តែមិនអាចធ្វើអីទៅកាន់ Gardu បាននោះទេសូម្បីតែថាមពលកម្រិតទី2របស់នាងដែលខ្លាំងហ្នឹងក៏នាងបានប្រើសម្រាប់ធ្វើការប្រយុទ្ធជាមួយនឹង Gardu ដែរប៉ុន្តែការវាយប្រហារហ្នឹងគឺមិនអាចធ្វើអីទៅកាន់ Gardu បាននោះទេគឺ Gardu ហ្នឹងគឺរឹងមាំក៏ដូចជា strong ខ្លាំងមែនតែម្ដងធ្វើឲ្យ Lady Witch គឺនាងមានអារម្មណ៍ភ្ញាក់ផ្អើលថា Gardu ហ្នឹងគឺជាស្អីគេអញ្ចឹងហើយក៏ខ្លាំងម៉េចប៉ុន្តែនាងក៏បានប្រើកម្លាំងថាមពលវេទមន្តចុងក្រោយរបស់នាងហ្នឹងគឺបាញ់ដុំភ្លើងទៅកាន់ Gardu តែម្ដងប៉ុន្តែចាប់ដៃជាប់បាត់និយាយទៅ Lady Witch ចាប់ដើមស្លំដោយចំ Gardu នេះស្អីគេចេះហើយក៏វេទមន្តរបស់នាងមិនអាចធ្វើអីទៅកាន់ Gardu បានអញ្ចឹងហើយនៅពេលនោះយើងក៏បានឃើញ Gardu ក៏បានថាឥឡូវហ្នឹងគួរតែស៊ីកំដាប់ដៃរបស់គេម្ដងហើយគឺគេដាក់តែមួយដៃមិនដៃកម្លាំងវេទមន្តខ្លាំងមែនតើហ្មងកំដាប់ដៃហ្នឹងហើយ Lady Witch ហ្នឹងមានគីឡូអីម៉ែគាត់ស៊ីមួយដៃដាក់ម៉ាំងតែស្មឹងបាត់គ្មានគីឡូអីបន្តិចដល់ក៏វាយគេមិនទោសគេវាយបាញ់តាមដៃសោះហ្នឹងហើយចំណែក Gardu ក៏បានដួលស្លាប់ផងដែរជាមួយនឹងរាងកាយធំរបស់គេហ្នឹងហើយ Asha ក៏គេបានទៅបីរាងកាយ Gardu ដែលជារាងកាយគោហ្នឹងមកផងដែរអញ្ចឹងប្រហែលជារាងកាយក្មេងស្រីតូចហ្នឹងឯងគឺជារាងកាយគោរបស់គេហើយក៏បានព្យាបាលពួកគេទាំងពីរហ្នឹងក៏បានមកអង្គុយនិយាយគ្នាពាក់ព័ន្ធជាមួយនឹង Lady Witch អីចឹងណាហើយ Gardu មួម៉ៅខ្លាំងមែនតើមិនអាចដោះបណ្ដាសានៅលើខ្លួនរបស់គេបានហើយចំណែកក្មេងស្រីដែលបានកាត់ដៃកាត់ជើងធ្វើអាម៉ាំហ្នឹងក៏បានមកដោយសភាពដើមហើយដោយសារតែ Asha គឺបានព្យាបាលទៅកាន់ពួកគេហ្នឹងឯងហើយបណ្ដាសានៅក្នុងទីក្រុងហ្នឹងក៏ត្រូវបានដោះក៏ដូចជាបន្សាបផងដែរហើយហ្នឹងឯអ្នកគ្នារឿង The Witch and the Beast គឺមានតែប៉ុណ្្នឹងទេភាគទី1ស្គមតែគ្នានឹងអធិស្ឋានផងមិនមានកំហុសខុសឆ្គងក៏ដូចជាការនិយាយឡើយណាខុសឆ្គងឬក៏ខ្វះខាតអីចឹងណាហើយខ្ញុំនិយាយមែនរឿងគឺវាយគ្នាល្អមើលអ្នកគ្នាចាំមើល3 4ភាគទៀតវាយគ្នាគ្រប់ភាគយកហ្មងនិយាយទៅគឺកប់សេរីមកវាយគ្នាវេទមន្តអីល្អមើលខ្លាំងមែនតើអញ្ចឹងសង្គមអ្នកគ្នានឹងអធិស្ឋានផងមិនមានកំហុសខុសឆ្គងក្នុងការណាមួយហើយកុំភ្លេច Subscribe មកអ្នកមកថ្មីហើយអ្នកនៅក្នុង TikTok កុំភ្លេចជួយ follow ផងយើងជួបគ្នាវីដេអូក្រោយសំណាងល្អសុខភាពល្អដល់មក and peace out អ្នកគ្នាបាយបាយ